ថៃចំបង្ហាញអីថៃថារកឃើញស្នាមគ្រាប់កាំភ្លើងនិងការស្តុកទុកផ្សេងៗរបស់កងទ័ពកម្ពុជានៅប្រាសាទខ្នាអញ្ចឹងមិនមានន័យថាប្រាសាទខ្នាជារបស់កម្ពុជាទេឬនៅថ្ងៃទី19ខែមិថុនាឆ្នាំ2026អ្នកនាំពាក្យកងទ័ពភូមិន្ទថៃរួមជាមួយមេបញ្ជាការកងទ័ពភូមិភាគទី2បានដឹកនាំក្រុមអ្នកសារព័ត៌មានមួយក្រុមទៅស្ទង់មើលប្រាសាទខ្នានៅខេត្តសុរិន្ទដែលមានទីតាំងនៅលើជួរភ្នំដងរែកដើម្បីវិតម្លៃការខូចខាតបន្ទាប់ពីការប៉ះទង្គិចគ្នានៅតំបន់ព្រំដែនតាមការសង្កេតពួកគេបានបង្ហាញថាមានសញ្ញាជាច្រើននៃការខូចខាតដោយសង្គ្រាមជាពិសេសស្នាមគ្រាប់កាំភ្លើងនៅលើដើមឈើនិងជុំវិញទីតាំងបុរាណនេះលើពីនេះនៅក្នុងតំបន់នោះកន្លែងមួយដែលត្រូវបានគេជឿថាត្រូវបានប្រើជាឃ្លាំងផ្គត់ផ្គង់សម្រាប់ទាហានកម្ពុជាត្រូវបានគេរកឃើញលើផ្ទាំងថ្មមួយជាអក្សរខ្មែរដែលសរសេរថាកម្ពុជាថ្មីក៏ត្រូវបានគេរកឃើញផងដែរហើយមានព័ត៌មានដែលបង្ហាញថាតំបន់នេះធ្លាប់ត្រូវបានប្រើសម្រាប់ការឡាយទន្ទឹមនឹងនេះជណ្ដើរឈើសម្រាប់ឡើងប្រាសាទត្រូវបានបំផ្លាញក្នុងអំឡុងពេលប្រយុទ្ធគ្នាដែលធ្វើឲ្យមើលមិនឃើញនោះទេសរុបមកប្រាសាទនឹងពីមុនជារបស់ខ្មែរហើយថៃឈ្លានពានមែនប្រភពពីវិនសេនតើតើទៅនឹងព័ត៌មាននេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា